បាទសូមគោរពនឹងជំរាបសួរអាយដាមលោកជំទាវលោកលោកស្រីនាងកញ្ញាពុកម៉ែបងប្អូនទាំងអស់ជាទីគោរពជាទីរាប់អានខ្ញុំបាទសូមលើកយកនៅដួងកែវប្រភេទទី7នេះឬក៏ហៅថាដួងកែវសេះ7ហៅម្យ៉ាងទៀតហៅថាដួងកែវមហាសេដ្ឋីដែលជាដួងកែវពិសេសជាងគេនៅក្នុងនោះដោយសារមានផ្កាយសុភគ្រោះចំនួន4ដួងដែលជាផ្កាយមានពន្លឺខ្លាំងហើយអាចជំរុញឲ្យលោកអ្នកខ្លាយទៅជាអ្នកមានទ្រព្យស្រុកស្ដំបានទើបគេហៅថាដួងកែវអ្នកមហាសេដ្ឋីនៅក្នុងនោះដែរដើម្បីយើងកណនាឃើញថាជាដួងកែវអ្នកមហាសេដ្ឋីដែលយើងយកនៅឆ្នាំនៃពុទ្ធសករាជដកដើម្បីរកជុលសករាជយើងចែកនឹង7ឃើញថានៅសល់សំណល់សេះ0ឬក៏ហៅថាសេះ7ទើបយើងចាត់ទុកថាជាដួងកែវអ្នកមហាសេដ្ឋីនៅក្នុងនោះដែរគឺមានឆ្នាំជូតកើតនៅឆ្នាំ1996ឆ្នាំឆ្លូវកើតនៅឆ្នាំ1961ឆ្នាំខាលកើតនៅឆ្នាំ2010ឆ្នាំថោះកើតនៅឆ្នាំ1975ឆ្នាំរោងកើតនៅឆ្នាំ2024ឆ្នាំម្សាញ់កើតនៅឆ្នាំ1989ឆ្នាំមមីកើតនៅឆ្នាំ1954ឆ្នាំមមែកើតនៅឆ្នាំ2003ឆ្នាំវើកើតនៅឆ្នាំ1968ឆ្នាំរកាកើតនៅឆ្នាំ2013ឆ្នាំចកើតនៅឆ្នាំ1982និងឆ្នាំកលកើតនៅឆ្នាំ2031ចឹងដែរឆ្នាំដែលបានរៀបរាប់នេះគឺចាត់ទុកថាជាដួងកែវសេះ7ឬហៅថាដួងកែវអ្នកមហាសេដ្ឋីនៅក្នុងនោះដែលមានផ្កាយសក្ការៈទាំង8នោះដែលមានផ្កាយចំនួន5ដួងមានពន្លឺខ្លាំងនិងមានកម្លាំងខ្លាំងអាចជំរុញឲ្យលោកអ្នកក្លាយទៅជាអ្នកមានទ្រព្យសុខស្ដំបាននៅក្នុងនោះមានផ្កាយច័ន្ទស្ថិតនៅលើផ្ទះរណ្ដៅទ្រព្យផ្កាយពុទ្ធស្ថិតនៅលើផ្ទះអធិបតីផ្កាយពហុស្ថិតនៅលើផ្ទះរាជាផ្កាយរាហូស្ថិតនៅលើផ្ទះអធិបតីនិងផ្កាយសុក្រស្ថិតនៅលើផ្ទះទួងជ័យអញ្ចឹងដែរការងារឬគឺមុខរបរអាជីពមុខវិជ្ជារៀនសូត្រយើងត្រូវចាប់យកនៅមុខងារផ្កាយទាំង5ដួងនេះដែលមានផ្កាយច័ន្ទផ្កាយពុទ្ធផ្កាយពហុផ្កាយរាហូនិងផ្កាយសុក្រទើបយើងអាចជោគជ័យបានខ្លាចជាអ្នកមានទុយទៅវិញបើយើងចាប់យកនៅមុខវិជ្ជាឬក៏អាជីពដែលពាក់ព័ន្ធជាមួយនឹងផ្កាយអាទិត្យពាក់ព័ន្ធជាមួយនឹងផ្កាយអង្គារពាក់ព័ន្ធជាមួយនឹងផ្កាយសៅរ៍គឺมันបានជោគជ័យទេដោយសារផ្កាយអាទិត្យស្ថិតនៅលើផ្ទះពោធិស្អុយរលួយផ្កាយអង្គារស្ថិតនៅលើផ្ទះមរណៈផ្កាយសៅរ៍ស្ថិតនៅលើផ្ទះភាំងកៈបែកបាក់ពុកផុយអញ្ចឹងដែរយើងមិនអាចចាប់យកមុខវិជ្ជាឬអាជីពដែលពាក់ព័ន្ធផ្កាយទាំង3ដួងនេះបានទេអញ្ចឹងដែរលោកអ្នកអាចជ្រើសរើសនៅមុខរបរអាជីពនិងវិជ្ជារៀនសូត្រនៅផ្កាយចំនួន5នេះមានដែលខ្ញុំបានសរសេរលម្អិតនៅក្នុង app ហើយនៅក្នុងឯកសារ PDF ដែលមានចំនួន7ទៅ8សន្លឹកនេះយើងអាចមើលចាប់យកនៅអាជីពណាដែលយើងពេញចិត្តហើយពាក់ព័ន្ធជាមួយផ្កាយទាំង4នេះតាមមុខងារផ្កាយនីមួយៗបាទសូមអរគុណសូមគោរពជម្រាបលានិងសូមជូនពរដល់អាយដាមលោកជំទាវលោកលោកស្រីនាងកញ្ញាពុកម៉ែបងប្អូនទាំងអស់ជួបនៅពុទ្ធពរទាំង4ប្រការគឺអាយុវណ្ណៈសុខៈពលៈចូលមានគ្រប់ក្រុមគ្រួសារបាទសូមជំរាបលាសូមអរគុណ